share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតប្រធានបទទី1យោងតាមថ្មីខ្ញុំបានដាក់នេះដើម្បីឲ្យបងប្អូនយើងនៅបារាំងឬនៅជុំវិញពិភពលោកដឹងសុខន់ថាហ៊ុនម៉ាណែតនឹងមកប្រទេសបារាំងដើម្បីចូលរួមសកលរីកពិសេសសន្និសីទណារមេថាអន្តរជាតិស្ដីពីមហាសមុទ្រដែលរៀបចំដោយអង្គការសហប្រជាជាតិនៅប្រទេសបារាំងនិយាយឲ្យខ្លីចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11មានន័យថាថ្ងៃទី11ហ៊ុនម៉ាណែតត្រឡប់ទៅប្រទេសកម្ពុជាវិញខ្ញុំចោទជាសំណួរពីព្រោះមិនបានឃើញណាមនុស្សនឹងផ្អើលនិយាយរឿងហ្នឹងក្រៃលវាជាការបញ្ញត្តិអារម្មណ៍អីខ្ញុំមិនដឹងទេប៉ុន្តែសារព័ត៌មានថ្មីគឺជាសារព័ត៌មានរបស់គណៈបកប្រជាជនយើងអាចយោងជាការយកជាការបានចំណុចដែលខ្ញុំត្រូវលើកយកមកនិយាយនៅក្នុងប្រធានបទទី1នេះគឺខ្ញុំបានមានទៅម៉ៅក្តៅក្រហាយឬក៏ជំទាស់ជាមួយហ៊ុនម៉ាណែតទេហើយខ្ញុំអ្នករស់នៅស្រុកបារាំងមែនទេគឺមានសារ2-3ចំណុចទៅកាន់ហ៊ុនម៉ាណែតនិងរដ្ឋាភិបាលបារាំងប៉ុន្តែមុននឹងខ្ញុំចេញសារ2-3ចំណុចទៅកាន់ហ៊ុនម៉ាណែតនិងរដ្ឋាភិបាលបារាំងខ្ញុំបានដាក់ចម្ងល់មួយថាហេតុអ្វីបានជាដំណឹងហ៊ុនម៉ាណែតមកបារាំងទើបតែប្រកាសនៅថ្ងៃនេះថ្ងៃសុក្រហើយមកថ្ងៃទី9ថ្ងៃ9គឺថ្ងៃនេះថ្ងៃទីប្រហែលទី6បងប្អូនខ្ញុំសូមមើលបន្តិចថ្ងៃទីប្រហែលទៅរៀនផ្លេចថ្ងៃនេះគឺថ្ងៃទី6ថ្ងៃទី9គឺថ្ងៃច័ន្ទ Mr. រតនាចំណងរបស់ខ្ញុំថាហេតុអ្វីបានជាលីតាអេនជេទុតហ៊ុនម៉ាណែតមកបារាំងគឺប្រកាសទាន់ហន់ប្រកាសនៅថ្ងៃនេះតែមកនៅថ្ងៃទី9ណាសំណួរទី2តើហ៊ុនម៉ាណែតទើបតែទទួលបានការអញ្ជើញថ្ងៃនេះឬក៏សន្និសីទនឹងទទួលបានការអញ្ជើញមួយខែហើយតែមិនប្រកាសហើយđâyបានខ្ញុំថាមិនប្រកាសពីព្រោះបើកាលណាហ៊ុនម៉ាណែតគាត់ត្រូវការទប់រឿង2ជាទូទៅគាត់ចេញក្រៅប្រទេសគាត់ត្រូវការទប់រឿង2ទី1ទប់បាតកម្មបើប្រកាសមុននាំឲ្យមានការរៀបចំបាតកម្មណាគឺនៅលើឆាកអន្តរជាតិទោះចំនួនតិចក៏ដោយចំនួនច្រើនក៏ដោយមនុស្សដែលទៅបាតកម្មទោះជាចំនួន10នាក់ក៏ដោយតំណាងឲ្យមនុស្សទូទាំងពិភពលោកពីព្រោះដូចខ្ញុំនិយាយចឹងអត់អួតមានន័យថាអត់ឧទាហរណ៍អ្នកគ្រប់គ្រងគណៈបកប្រឆាំងនៅបារាំងមាន 100000 នាក់មនុស្សតែប្រហែលជា50នាក់ទេគឹមលីយូមែនទេចេញទៅពីពលមនុស្សក្នុងបេះដូងគឺស្អប់អត់ចូលចិត្តរបបផ្ដាច់ការទេប៉ុន្តែការចូលរួមមានតែ20-30នាក់អ្នកផ្សេងទៀតចូលរួមនៅក្នុងបេះដូងអត់បានទៅចូលឈរជួយផ្ទាល់ទេក្នុងចំណោម 100000 នាក់គ្រួសារពេជ្រអ្នកគ្រប់គ្រងនេះរបបផ្ដាច់ការមាន 1000 នាក់ប៉ុន្តែ 1000 នាក់ហ្នឹងដើម្បីទុកគឺគេត្រូវតែប្រើលុយបើយោងតាមអុកទូចជួលមនុស្សហ្នឹងទាំងអស់កោបដល់ឆ្កឹះគ្មានសល់ម្នាក់ដល់កោបដល់ឆ្កឹះដឹកជួលអូតែលជួលសន្តាគារណាគៀងហូជួល restaurant ហូបម្ហូបអាហារឲ្យលុយជិះឡានជិះយន្តហោះឲ្យលុយកប៉ៅទៀតប្រមូលមកអស់មាន 1000 ពេលដែលហ៊ុនម៉ាណែតទៅគឺមនុស្សទៅចូលរួម900វាត្រូវតែអវត្តមាន900មកឲ្យកុសខ្ចល់មកទាំងអស់ចាប់ភើយតាំងពីកតិកទីមកខ្ទេច900ហើយដល់អ្នកដែលស្អប់របបផ្ដាច់ការមាន 100000 នាក់ទៅចូលរួមបាតកម្ម50នាក់ដល់តែមើលទៅការប្រៀបធៀបគេយកអាចំនួនចុងក្រោយនឹងមកប្រៀបធៀបប៉ុន្តែគេភ្លេចថាបើសិនជាច្បាស់មិនក៏មិនរៀបចំឲ្យខ្មែរនៅក្រៅប្រទេសធ្វើការបោះឆ្នោតរកសម្លេងរាប់មិនទាំងឃើញទេបងប្អូនរកមិនរកឃើញទេអានេះខ្ញុំបញ្យល់នៃណាគណិតវិទ្យាមែនទេអូតែគណិតវិទ្យាមិនបើអត់ឃើញបងណាអ្នកគ្រប់គ្រង 100000 នាក់ទៅ
ទៅចូលរួមតែ 50000 នាក់អញ្ចឹងមានដងទេ100000នាក់ទៅចូលរួមតែ50នាក់អញ្ចឹងវាសល់ប៉ុណ្ណឹងនៅតែប្រឆាំងតែមានបាត់ទេណាយូរ៉ាញ់ចាំអត់បាត់ទេនេះប៉ុន្តែគណៈបព្វជិជនគេអត់ចឹងគេប្រឹងអួតដល់ឆ្កោះដល់កើតមនុស្សគេជួលសោទៅវាធ្វើអធិកអធមវាធ្វើសម្ដែងគេធ្វើជួបគេធ្វើ selfie ទៅឲ្យវាឃើញច្រើនដើម្បីជាសង្គ្រាមចិត្តសាស្ត្រត្រឡប់ទៅប្រាប់ប្រជាជនថាអូនឃើញនៅក្រៅប្រទេសគេគ្រប់គ្រងហ៊ុនម៉ាណែតច្រើនណាស់តែប៉ុន្តែគេកើតមកពីណាខ្លះអត់ទេអឺរ៉ុបខ្មែរនៅអឺរ៉ុបមានប្រមាណ28ប្រទេសណាបើតែហ៊ុនម៉ាណែតទៅមក28ប្រទេសអាប្រទេសនោះមកចប់ប្រទេសនោះមកចប់ប្រទេសនោះមកចប់ទៅទាំងអស់តែមកពីប្រុសសែលមកពីបែលហ្សិកមកពីអាល្លឺម៉ង់មកពីអ៊ីតាលីមកពីអេស្ប៉ាញមកពីនៅបារាំងនឹងស្រាប់មកពីអង់គ្លេសគឺតើមកទាំងអស់មកអឺរ៉ុបទាំងមូលប៉ុន្តែអ្នកបាតកម្មនៅនេះមានមកទូទាំងអឺរ៉ុបឯណាទៅតែមកភូមិទៅតែប្រជាជនមករេស្តូរ៉ាំងមួយមកភោជនីយដ្ឋានតាណាអានេះគឺខ្ញុំនិយាយជាមួយប៉ុន្តែខ្ញុំឆ្ងល់ថាតើការអញ្ជើញហ៊ុនម៉ាណែតនៅបារាំងហ្នឹងគឺទើបតែអញ្ជើញថ្មីឬក៏អញ្ជើញមួយខែហើយបានទើបតែប្រកាសសៀងហននៅថ្ងៃនេះនេះទួនហំសំណាងកែវជួយទី2សំណួរទី2បានខ្ញុំថាហេតុអីបានជាខ្ញុំចោទអានឹងជាសំណួរបងប្អូនតើហ៊ុនម៉ាណែតទៅទុករឿង2រឿងអីទី1ទុករឿងបាតកម្មអាម៉ាស់មុខទី2គឺត្រូវដើរប្រមូលមនុស្សអារឿងនោះពិបាកដូចគ្នាពួកមនុស្សដែលទៅគ្រប់គ្រងហ៊ុនម៉ាណែតគឺមិនមែនជាមនុស្សដែលទៅដោយឆន្ទៈទេមនុស្សផ្លុំកចែដូចបាលីដូចទាហានហ្នឹងណាគឺគេដើរប្រមូលត្រូវតែទៅតែខាងផ្លុំកចែជួយមនុស្សទៅតម្រង់ជួរមកគឺមនុស្សដែលគៀងកោមនុស្សដែលគេកើតមនុស្សដែលគេរៀបចំមិនមែនឆន្ទៈទេមែនទេឌីរ៉ាត់កូនបាតាយកហ៊ុនម៉ាណែតទៅទុកពីទោះជាគាត់ទទួលបានមនុស្សទៅទទួលគាត់មែនប៉ុន្តែជាការងារមួយដែលប្រឹកខិតខំប្រឹងប្រែងដើរឆ្កឹះដើររឹសដើរកោតយកមកទុករឿងដើរប្រមូលមនុស្សទៅគ្រប់គ្រងផងទុករឿងបាតកម្មផងដូច្នេះគាត់អាចប្រកាសថ្មីដើម្បីកុំឲ្យមានការរៀបចំទាន់ពេលវេលាឬក៏គាត់លួចរៀបចំជាសម្ងាត់មនុស្សដែលទៅកោតមនុស្សទៅទទួលគាត់ហើយអត់ប្រកាសដូច្នេះដើម្បីកិច្ចបាតកម្មគឺនៅសល់តែអ្នកទៅទទួលមួយទៀតបងប្អូនហេតុតែខ្ញុំលើកចំណុចហ្នឹងនៅពេលនេះបងប្អូនមានដឹងទេខ្ញុំរៀនជំនាញបច្ចេកទេសនៅស្រុកបារាំងខ្ញុំដឹងថាស្រុកបារាំងនៅថ្ងៃច័ន្ទគឺថ្ងៃបុណ្យណាបងប្អូនដឹងថ្ងៃនេះថ្ងៃអីថ្ងៃនេះថ្ងៃសុក្រថ្ងៃសុក្រជាទូទៅល្ងាចឡើងមន្ត្រីរាជការខ្លះអត់ធ្វើការល្ងាចថ្ងៃសុក្រទេថ្ងៃនេះថ្ងៃសុក្រយើងឧបមាភាគច្រើនមន្ត្រីរាជការបារាំងរដ្ឋបារាំងភាគច្រើនអត់ធ្វើការហើយខ្លះធ្វើតែអស់មនុស្សមិនតាច់ទេអស់ច្រើនណាស់ថ្ងៃសុក្រអត់ធ្វើការថ្ងៃសៅរ៍អត់ធ្វើការថ្ងៃអាទិត្យអត់ធ្វើការថ្ងៃច័ន្ទអត់ធ្វើការបងប្អូននៅស្រុកបារាំងថ្ងៃច័ន្ទគឺបុណ្យជាតិខ្ញុំថ្ងៃច័ន្ទអត់ធ្វើការអត់ទៅរៀនទេអញ្ចឹងខ្ញុំត្រូវសម្រាប់ល្ងាចថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃច័ន្ទចុះហ៊ុនម៉ាណែតគាត់មកចង់ថ្ងៃច័ន្ទបើសិនជាយើងចង់រត់ឯកសារធ្វើបាតកម្មរឿងរត់ថ្ងៃណាអត់ទេអរចេះរត់ថ្ងៃណារត់មកដល់ហើយគាត់ថាគេឲ្យច្បាប់ហោះទៅវិញបាត់អញ្ចឹងជួនកាលណាវាគឺជាការគិតគូរបស់ហ៊ុនម៉ាណែតជ្រើសរើសយកថ្ងៃប្រកាសមកដោយគេសិក្សាដឹងអំពីលំហថ្ងៃឈប់សម្រាកនិងការរៀបចំរបស់មន្ត្រីរាជការជាងវណ្ណៈជួបជុំបន្ទូនៅក្នុងស្រុកបារាំងអានឹងជាចំណុចទី1ដែលខ្ញុំនិយាយប៉ុន្តែឥឡូវនេះខ្ញុំអត់ចង់បដោតទៅលើការថាតើធ្វើបាតកម្មប្រឆាំងហ៊ុនម៉ាណែតអត់ខ្ញុំអត់និយាយមែនទេខ្ញុំទុកអានឹងម្ល៉េះប៉ុន្តែខ្ញុំមានសារ2-3ចំណុចទៅកាន់ហ៊ុនម៉ាណែតនិងរដ្ឋាភិបាលបារាំងទី1ទៅកាន់ហ៊ុនម៉ាណែតខ្ញុំសូមឲ្យហ៊ុនម៉ាណែតធ្វើរឿង3យ៉ាងធំក្នុងនាមខ្ញុំជាពលរដ្ឋខ្ញុំថាអញ្ចឹងពួកប្រទេសពលរដ្ឋជាម្ចាស់អំណាចណាពលរដ្ឋមានសិទ្ធិនិយាយទៅកាន់តំណាងរាស្ត្រឬនិយាយទៅកាន់មេដឹកនាំរបស់ខ្លួនទី1សូមឲ្យបារាំង
ប្រជុំកិច្ចព្រមម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលក្នុងនោះមានថៃជាម្ចាស់ហត្ថលេខីស្ដីអំពីបូរណភាពដែនដីខ្មែរដែលទទួលស្គាល់ជាអន្តរជាតិមិនអាចរំលោភបានដូចសំរងស៊ីគាត់និយាយអាវុធ3នេះចំណុចទី1នេះខ្ញុំសូមឲ្យហ៊ុនម៉ាណែតយកអាវុធ3ទៅនិយាយជាមួយនឹងបារាំងបើសិនជាបានជួបបារាំងជួបប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីបារាំងក្រៅតែពីកិច្ចប្រជុំជាមួយអង្គការសហប្រជាជាតិអានេះខ្ញុំបាននិយាយរឿងថាប្រឆាំងមិនប្រឆាំងព្រោះខ្ញុំឥឡូវនេះខ្ញុំបដោតទៅលើផលប្រយោជន៍ជាតិមែនទេរឿងអ្នកនៅស្រុកបារាំងគេគិតមិនខ្ញុំអត់ដឹងទេបើសម្រាប់សូនតារាគឺខ្ញុំអត់បដោតទេឥឡូវមែនទេខ្ញុំបដោតទៅលើសាមគ្គីឬក៏រួមដៃគ្នាវិញព្រោះនៅពេលរឿងដែលខ្ញុំនិយាយរឿងកត្តាសិទ្ធិមនុស្សការចាត់ចងអានឹងខ្ញុំបដោតទៅលើមែនទេការកោតទោសនឹងការតស៊ូមតិប៉ុន្តែរឿងបូរណភាពទឹកដីខ្ញុំបដោតទៅលើសាមគ្គីវិញចំណុចទី1គឺសុំឲ្យបារាំងដែលជាប្រធានម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនឹងសាររើនឹងតបប្រជុំបដោតការយកចិត្តទុកដាក់ទៅលើបូរណភាពទឹកដីកម្ពុជាដែលក្នុងនោះមានថៃជាអ្នកចុះហត្ថលេខាទទួលស្គាល់អំពីបូរណភាពទឹកដីចំណុចទី1ចំណុចទី2តើបូរណភាពទឹកដីខ្មែរបដោតលើអីលងសុធហ៊ុនម៉ាណែតត្រូវសុំបារាំងឲ្យបញ្ជាក់ពីព្រោះបារាំងជាអាណាព្យាបាលខ្មែរគេថាចុះឥឡូវមិនមែនទេប៉ុន្តែព្រំដែនយើងបច្ចុប្បន្នគឺជាព្រំដែនបន្សល់ដោយអាណានិគមនិយមបារាំងជាព្រំដែនដែលបារាំងគូសត្រូវឲ្យបារាំងនឹងបញ្ជាក់ជាមួយនឹងផែនទីនិងសន្ធិសញ្ញាបារាំងសៀមនៅចន្លោះឆ្នាំ1800ចុងឆ្នាំ1800និងឆ្នាំ1900ដែលបារាំងបានចុះហត្ថលេខាបោះបង្គោលព្រំដែនប្រទេសកម្ពុជាសូមឲ្យបារាំងជួយបញ្ជាក់ព្រោះយើងប្រើគ្រប់ក្បាច់យើងអត់ប្រើតែកម្លាំងទ័ពយើងនៅជាយដៃនេះគឺយើងប្រើគ្រប់មធ្យោបាយទាំងមធ្យោបាយការទូតនិងមធ្យោបាយខាងក្នុងនិងមធ្យោបាយកក្រៅកុំអួតថាអញប្រើតែអត់ទេប្រើគ្រប់មធ្យោបាយទោះបារាំងជួយក៏ដោយមិនជួយក៏ដោយខ្ញុំជឿថាបានផលបែរនេះយឺតឆយខ្ញុំជឿថាបានផលជំរុញព្រោះពិភពលោកបច្ចុប្បន្នណាគេខ្វល់រឿងសង្គ្រាមគេអត់ចង់ឲ្យវាផ្ទុះទីនេះបងប្អូនដូចជានៅប៉ាគីស្ថាននិងឥណ្ឌាឃើញគាត់ទៅឆេះគេទៅរំលត់ភ្លាមគេអត់ចង់រញ៉េញ៉ៃច្រើនពេកទេចឹងគេចង់ឥឡូវនេះណាឲ្យតែអាសង្គ្រាមណាប្រុងផ្ទុះប្រុងហោកគេទៅព្យាយាមជួយរំលត់តែអញ្ចឹងបើសិនជាករណីថៃឆ្លៀនពៀនហ៊ុនម៉ាណែតឆ្លៀតឱកាសនឹងនិយាយរឿងប្រទេសជាតិមែនទេកុំនិយាយរឿងថាធ្វើម៉េចជួយរាំងខ្ទប់សំរងស៊ីរាំងខ្ទប់សូនរាំងអានឹងអត់ប្រយោជន៍និយាយរឿងបុគ្គលកុំនិយាយរឿងបុគ្គលខ្ញុំមិនសមនិយាយរឿងនេះផងចូលតម្កល់ផលប្រយោជន៍ជាតិធំជាងអារម្មណ៍ឆេវឆាវនិងអារម្មណ៍បុគ្គលគំនុំគុំគួនផ្ទាល់ខ្លួនដែលខឹងគេរិះគន់តម្កល់ផលប្រយោជន៍ជាតិធំយកគំរូតាមសូនារាឥឡូវបងប្អូនប៊ុនធឿនត្រូវឲ្យបារាំងនឹងស្នើសូមឲ្យបារាំងជួយបញ្ជាក់ក្នុងនាមជាអាណាព្យាបាលអតីតអាណាព្យាបាលដែលបន្សល់ដែលគូសផែនទីយើងទៅចុះខ្មែរហ្នឹងអត់មានអ្នកជំនាញផែនទីអត់ចេះផែនទីទេថាយើងណាអត់ជំនាញយ៉ាងម៉េចវាចេះហើយគ្រាន់តែយើងត្រូវការជំនួយបញ្ជាក់បន្ថែមត្រូវការគ្នាត្រូវការកម្លាំងត្រូវការសាក់សីតែយើងស្គាល់ដុំថ្មឲ្យស្គាល់គាត់នៅលើដុំថ្មហ្នឹងតែឯងវាមិនរួចយើងស្គាល់ផែនទីទេគណៈកម្មការជាតិព្រំដែនខ្មែរស្គាល់គាត់ថាជាងការយើងដោះរៀងរុញតែឯងវាពិបាកឲ្យវាធ្ងន់វាត្រូវការបារាំងជួយរុញណាបារាំងជួយរុញចំណុចទី2ចំណុចទី3ចូលរក្សាគោលជំហរនិងរៀបចំឯកសារប្តឹងទៅតុលាការអន្តរជាតិ ICJ ប្តឹងនេះជាសារដែលខ្ញុំនិយាយទៅកាន់ហ៊ុនម៉ាណែតនេះខ្ញុំជឿថាគាត់នឹងធ្វើអ្វីដើម្បីបម្រើប្រទេសជាតិនៅចំណុចនេះដើម្បីទឹកដីរបស់យើងហើយកុំញញើតកុំខ្លាចជាមួយនឹងបរទេសអសោះកុំញញើតកុំបង្ហាញអារម្មណ៍ភ័យខ្លាចអសោះនេះអត់មានទេនេះមួយបងប្អូនខ្ញុំចង់និយាយសារទៅកាន់រដ្ឋាភិបាលបារាំងខ្ញុំបានព្យាយាមធ្វើការតំណាក់តំណងគ្រប់ច្រក
មិនមែនមកច្រកទេទៅកាន់ណារដ្ឋាភិបាលបារាំងហើយក្នុងនោះខ្ញុំក៏និយាយអំពីការគម្រាមកំហែងឆ្លងដែនដែរគ្រប់ច្រកមេថាខ្ញុំបាច់គ្រប់មធ្យោបាយទៅកាន់រដ្ឋាភិបាលបារាំងទៅកាន់តំណាងរាស្ត្របារាំងទៅកាន់គ្រប់មធ្យោបាយហើយខ្ញុំមិនខ្វល់ថាបារាំងឆ្លើយតបជាមួយខ្ញុំទេខ្ញុំមកខ្វល់ថាគេយកចិត្តទុកដាក់ជាមួយខ្ញុំគេឲ្យតម្លៃខ្ញុំគេបោះខ្ញុំចោលឬក៏មិនទេជាកាតព្វកិច្ចរបស់ខ្ញុំត្រូវតែធ្វើបាទនេះបាវិសាលហើយខ្ញុំស្នើឲ្យបារាំងក្នុងនាមជាម្ចាស់ប្រទេសហត្ថលេខីត្រូវតែធានាព្រោះម្ចាស់ហត្ថលេខីកម្ពុជាមានច្បាប់អន្តរជាតិជាប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីត្រូវធានាទី1បូរណភាពទឹកដីដែលតាមរយៈជួយដោយផ្ទាល់ក្នុងនាមខ្លួនជាម្ចាស់ផែនទីទី1ខ្ញុំស្នើឲ្យហ៊ុនម៉ាណែតណែសូមឲ្យបារាំងជួយក្នុងនាមជាម្ចាស់ផែនទីចុះខ្ញុំស្នើទៅបារាំងខ្ញុំស្នើឲ្យបារាំងឆ្លើយតបទៅនឹងសំណើរបស់ហ៊ុនម៉ាណែតដោយវិជ្ជមានឆ្លើយតបដោយវិជ្ជមានទៅនឹងសំណើរបស់ហ៊ុនម៉ាណែតដែលសូមឲ្យបារាំងជាម្ចាស់ផែនទីចូលរួមចំណែកជួយដើម្បីដំណើរការបោះបង្គោលព្រំដែនបូរណភាពទឹកដីនិងករណីរៀបចំប្តឹងទៅតុលាការអន្តរជាតិខ្ញុំសូមបារាំងតែ2ចំណុចទេទី1គឺចំណុចបើហ៊ុនម៉ាណែតស្នើសុំឲ្យជួយពាក់ព័ន្ធទៅនឹងបូរណភាពទឹកដីសូមប្រធានាធិបតីម៉ាក្រុងនិងសូមរដ្ឋាភិបាលបារាំងជួយហ៊ុនម៉ាណែតទី2ធំវ៉ាន់ថៃសូមឲ្យបារាំងប្រើប្រាស់ដដែលតាមយន្តការកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីជាមួយនឹងប្រទេសឥណ្ឌូនេស៊ីដែលជាសហប្រធានកិច្ចព្រមព្រៀងកែលម្អសិទ្ធិមនុស្សនិងសេរីភាពនៅក្នុងប្រទេសកម្ពុជាកែលម្អសិទ្ធិមនុស្សនិងសេរីភាពនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំសូមទៅហ៊ុនម៉ាណែតវិញថាបើសិនជាបារាំងសូមឲ្យរដ្ឋាភិបាលរបស់ហ៊ុនម៉ាណែតកែលម្អស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាសូមទទួលសំណើប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីអានេះវាទៅមកបងប្អូនណាសូមចឹងវិញខ្ញុំសូមថាឲ្យបារាំងបើហ៊ុនម៉ាណែតស្នើសុំជំនួយតាក់ទងទៅនឹងកិច្ចការព្រំដែនសូមបារាំងជួយហ៊ុនម៉ាណែតហើយបើបារាំងលើកកិច្ចការសិទ្ធិមនុស្សនិងលំហលទ្ធិប្រជាធិបតេយ្យសេរីភាពដោយផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទៅកាន់ហ៊ុនម៉ាណែតសូមឲ្យហ៊ុនម៉ាណែតទទួលយកនេះសំណើរបស់ប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬក៏សំណើរបស់បារាំងតែប៉ុណ្្នឹងអត់មានអីទេហើយការសម្រេចយ៉ាងណាបើសម្រាប់ខ្ញុំមិនដឹងទេសម្រាប់អ្នកសុខប្រាំងថាទៅធ្វើបាតកម្មប្រឆាំងហើយតែខ្ញុំនេះដូចមិនបាច់ទេទៅគ្រប់គ្រងទៅអបទៅនេះវិញទៅជំរុញមិនមែនទៅបាតកម្មនេះគឺទៅប្រមូលផ្ដុំជំរុញលើកទឹកចិត្តឲ្យហ៊ុនម៉ាណែតរក្សាចំហប្តឹងនិងជំរុញឲ្យហ៊ុនម៉ាណែតសូមឲ្យបារាំងជួយមិនមែនប្រឆាំងទេទៅជុំគ្នាគឺដូចធម្មតាទេគណៈបព្វជិជនការគ្រប់គ្រងការទៅបាត់ការមនុស្សទៅជុំគ្នាមិនមែនបញ្ជាក់ថាបាតកម្មប្រឆាំងណាដូចមនុស្សទៅបើគណៈបព្វជិជនក៏មានការជុំគ្នាគឺជុំគ្នាដើម្បីជំរុញលើកទឹកចិត្តបើអាចបញ្ជាក់មកនេះយុវជនខ្មែរពីរឧទាហរណ៍ទេណាប្រទេសអត់ដឹងទេចុងក្រោយនៅក្នុងប្រធានបទទី1ហើយខ្ញុំនឹងភ្ជាប់ទៅប្រធានបទទី2បន្តិចបងប្អូនប្រធានបទទី1ខ្ញុំចង់ឆ្លើយទៅកាន់បងប្អូនយើងនឹងខេងសុភាពជាការផ្ដល់ក្តីសង្ឃឹមមួយគេថាថៃអត់ទទួលស្គាល់គឺ ICJ តឡាការអន្តរជាតិថៃអត់ទទួលស្គាល់ការសម្រេចនានាណាទាំងអស់របស់អន្តរជាតិបងប្អូនឃើញខ្ញុំសរសេរលើនឹងថាម៉េចសៀមរាបអង្គរខ្ញុំសរសេរថាមិនទទួលស្គាល់គឺទទួលស្គាល់ខ្ញុំឧស្សាហ៍និយាយពាក្យទស្សនវិជ្ជាដែលវាលំបាកប៉ុន្តែយើងត្រូវរៀនគិតណាបងប្អូនហេតុតែបានខ្មែរយើងភាគច្រើនក្រហើយនឹងខ្សោយហ៎បងប្អូនដឹងទេដោយសារតែយើងខ្ជិលគិតយើងចូលចិត្តស្រួលខ្មែរយើងមានក្តីប្រាថ្នាដូចតាមរឿងព្រេងហ្នឹងបានស្រីបានប្តីអ្នកមានដេកស៊ីបានសំណាង
មកហើយខ្ញុំកូនស្រីខ្ញុំមកខ្ញុំមានកូនស្រីវិញខ្ញុំអ្នកនិយាយចឹងមកចង្អុលមុខមកខ្ញុំចង្អុលមុខកូនខ្ញុំមកបដៅភ្លាមធនធានមនុស្សនៅក្នុងសង្គមមួយទាំងស្រីទាំងប្រុសត្រូវការកោសិកាដើម្បីឲ្យសង្គមនឹងវាមានសុខភាពល្អវាទាល់តែមនុស្សខ្លាំងបុគ្គលនីមួយនឹងជាកម្លាំងសង្គមណាបោះបង់ចោលអាកំណត់ចង់ស្រួលចង់ដេកស៊ីចង់ស្រួលសំណាងបានប្តីអ្នកមានមិនបាច់ទេអត្តាហិអត្តនោនេថោយើងកាន់ពុទ្ធសាសនាអត់បានដែលយកទិសស្រីមកប្រើទេខ្លួនទីពឹងខ្លួនពេលដែលខ្លួនយើងខ្លាំងយើងអត់ត្រូវការអ្នកណាអត់ចាំបាច់ត្រូវការអ្នកណាទេមនុស្សយើងឲ្យតែខ្លាំងអត់ត្រូវការអ្នកណាទេជេរមួយបងប្អូនបង្រៀនកូនស្រីណាឲ្យខ្លាំងអានឹងបានដើម្បីឲ្យកុំចាំឲ្យមនុស្សប្រុសលើកបន្តុកយើងត្រូវលើកបន្តុកមនុស្សប្រុសមនុស្សស្រីត្រូវតាំងចិត្តថាលើកបន្តុកមនុស្សប្រុសកុំចាំឲ្យគេឲ្យកូតាដូចហ៊ុនសែនហ្នឹងចាំឲ្យកូតាមិនបាច់ឲ្យបើខ្ញុំមនុស្សស្រីខ្ញុំបកែកអត់ទេខ្ញុំមិនមែនជាទីងមងឲ្យអ្នកឯងលើកបន្តុកដាក់ខ្ញុំចេះដើម្បីខ្ញុំសប្បាយទេខ្ញុំចង់បានសមត្ថភាពខ្ញុំបើខ្ញុំធ្វើមិនកើតកុំដាក់ខ្ញុំមែនទេចាបងប្អូនយើងអត់ខ្វល់ថាថៃទទួលស្គាល់ឬមិនទទួលស្គាល់ទេយើងអត់និយាយរឿងហ្នឹងទេស្រីម៉ៅគឺត្រូវតែប្តឹងហើយគេខ្ញុំនិយាយថាភាសាទស្សនវិជ្ជាគឺភាសាឲ្យមនុស្សគិតណាភាគច្រើនសូនតារាមិនសូវនិយាយត្រង់ទេហេតុអីខ្ញុំត្រឡប់ទៅវិញហើយបងប្អូនហេតុអីបានជាខ្មែរពួកអឺរ៉ុបពួកអាមេរិកពួកអឺរ៉ុបពួកចិនវាមានជាងខ្មែរដោយសារពួកនោះអត់ខ្ជិលគិតខ្មែរយើងចង់តែពីស្រួលចង់តែអត់ធ្វើអីចង់បានរបស់ស្រាប់ចង់ឃើញអ្នកមានបុណ្យចង់គេថាអានឹងមានដោយសារបុណ្យជាតិមុនខំទៅធ្វើបុណ្យនឹងអត់រកដើម្បីមានធូធីជាតិនឹងចង់បានតែជាតិក្រោយចំណុចមានក្រខ្លាំងខ្សោយគឺជាកំណត់អ្នកកំណត់តាមបងអញ្ចឹងពេលដែលឃើញសូនតានិយាយអីសរសេរអីរៀងលំបាកបងប្អូនគិតតិចទៅគិតគឺធ្វើឲ្យខួរក្បាលយើងដើរធ្វើឲ្យខួរក្បាលយើងលះធ្វើឲ្យខួរក្បាលយើងមាន reflex ធ្វើឲ្យយើងនឹងកាន់តែឈានទៅអញ្ចឹងហើយបានជាវាមានកម្រិតរបស់វាណាចាំសម្ដីសូនតាប្រទេសដែលមានប្រជាជនខ្ជិលគិតហើយចង់ស្រួលតែជាប្រទេសដែលត្រូវគេត្រួតត្រាពីព្រោះគេគិតឲ្យអ្នកគិតឲ្យយើងគេមិនដែលគិតចង់ឲ្យយើងស្រួលឬនៅក្រោមយើងទេគេតែងតែគិតចង់ឲ្យយើងណាចង់នៅលើយើងនឹងប្រើប្រាស់យើងជានិច្ចគេនឹងឲ្យយើងស្រួលប្រសិនបើយើងប្រគល់អំណាចនិងប្រគល់ឥទ្ធិពលទៅឲ្យគេចឹងខ្មែរយើងខ្ញុំនិយាយពាក្យហ្នឹងបងប្អូនយល់ណាខ្ញុំនិយាយទៅកាន់ថៃទៅកាន់បងប្អូនខ្មែរទៅកាន់ពិភពលោកថាចុះថៃមិនទទួលស្គាល់គឺជាការទទួលស្គាល់មានន័យថាម៉េចគិតតិចមិនទទួលស្គាល់គឺស្មើនឹងការទទួលស្គាល់មានន័យថាបើខ្លួនអត់ទទួលស្គាល់ច្បាប់អន្តរជាតិអញ្ចឹងខ្លួនឯងទទួលស្គាល់ថាជាចៅឆ្លៀនពៀនទឹកដីបើខ្លួនឯងមិនទទួលស្គាល់ច្បាប់អន្តរជាតិមានន័យថាខ្លួនឯងត្រៀមធ្វើសង្គ្រាមឆ្លៀនពៀនបើខ្លួនឯងត្រៀមធ្វើសង្គ្រាមឆ្លៀនពៀនហេតុអីបានជាខ្លួនឯងស្វែងរកយុត្តិធម៌អានឹងចឹងណាការមិនទទួលស្គាល់របស់ថៃជារឿងល្អមានន័យថាបង្ហាញយើងត្រូវប្រើប្រាស់សារនោះទៅកាន់ពិភពលោកឲ្យខ្មាស់គេម្ដងហើយយើងគិតថាវាមិនខ្មាស់ទេប៉ុន្តែយើងត្រូវកោតជាការចំណេញដែរមានពេលខ្លះរាល់ព្រួញរបស់សត្រូវមិនមែនសុទ្ធតែត្រូវដើមទ្រូងយើងទេសុទ្ធតែជាមានព្រួញខ្លះជាអំណោយទេគឺគេនិយាយថាទទួលស្គាល់គេចង់បង្អាក់កុំឲ្យយើងប្តឹងហើយគេចង់ប្រើប្រាស់កម្លាំងដាក់សម្ពាធនិងធ្វើការចរចាពីព្រោះចរចាគឺចែកចាយយករបស់រួមទៅចែកចាយបងប្អូនត្រូវចាំសម្ដីសូនតាបនិនថៃណានឹងមិនទៀមទាអ្វីដែលមិនមែននឹងមិនទៀមទាអ្វីដែលជារបស់ខ្លួនទេភាសាទស្សនវិជ្ជាទេគិតខ្មែរយើងកោសិស្សសូនតាចាប់ពីថ្ងៃហ្នឹងទៅភាសាអង់គ្លេសហៅទៅ brainstorming ត្រូវតែព្យុះខួរក្បាលកុំខ្ជិលគិតបងប្អូនណាពេលដែលបងប្អូនខ្ញុំនិយាយរឿងមួយបងប្អូនស្មុករឿងអីគិតតែឃើញពេលបងប្អូនគិតឃើញភ្លឺអសบายធ្វើបញ្ញាបងប្អូនកើនបងប្អូនអ្នកណាយល់សម្ដីសូនតាខ្ញុំទៀតមែនទេថៃណាមិនដែលទៀមទាមិនដែលច្បាំងទៀមទាអ្វីដែលខ្លួនមានទេ
ខ្ញុំចង់តេស្តកុំសិស្ស05តិចមុននឹងចូលទៅដល់ព្រោះជួនកាលខ្ញុំចិត្តតែប្រាប់ទៅអានឹងចូលដល់ហើយចប់អានឹងចូលដល់ប្រធានបទទី2តែម្ដងតោះស្រីម៉ៅមីនេះថាម៉េចថៃមិនដែលទៀមទាអ្វីដែលជារបស់ខ្លួនទេខ្មែរទៀមទាអ្វីដែលជារបស់ខ្លួនថៃមិនដែលទៀមទាអ្វីដែលជារបស់ខ្លួនទេស្រីសុំមានន័យថាម៉េចភាសានេះជាភាសាគិតខ្មែរយើងត្រូវតែរៀនគិតរៀនគិតបងប្អូនដែលគេអាចធ្វើយន្តហោះបានមិនមនុស្សចង់ស្រួលធ្វើបានទេគិតទៅណាគិតទៅគិតល្អអន់សម័យដែលអ្នកដតីមិនអាចសម័យបានណាមានន័យថាម៉េចពាក្យពីរឃ្លានេះមានន័យណាបងណាហើយត្រូវថៃមិនដែលទៀមទាអ្វីដែលជារបស់ខ្លួនទេខ្មែរតែងតែទៀមទាអ្វីដែលជារបស់ខ្លួនភាសានេះក៏សំខាន់ដែរសម្រាប់ហ៊ុនម៉ាណែតបើគាត់និយាយតស៊ូមតិទៅកាន់ពិភពលោកទៅកាន់អន្តរជាតិមែនទេខ្ញុំអានបងប្អូនតិចចោលឆ្លៀនពៀនលោកគ្រូរបស់វាគឺជារបស់វាតែម្ដងមានអ្នកឆ្លងត្រូវហើយបងប្អូនថៃកុំឲ្យខាតទៀតស្រីមីមិនដែលទៀមទាអ្វីដែលជារបស់ខ្លួនទេពីព្រោះរបស់វាកាន់កាប់បានទាំងស្រុងវាកាន់កាប់បានទាំងស្រុងវាជាប្រទេសធំមានប្រជាជនជិត100លាននាក់មានសេដ្ឋកិច្ចនិងលុយទិញអាវុធច្រើនខ្មែរយើងប្រទេសតូចរងជន់ឈ្លីដោយសារសង្គ្រាមបង្ហូរឈាមគ្នាសេដ្ឋកិច្ចខ្សោយប្រជាជនតិចយើងចង់តែបានអ្វីដែលជារបស់យើងទេយើងអត់ត្រូវការរបស់អ្នកដទៃហើយនឹងខុសគ្នាទេអញ្ចឹងខ្មែរយើងចង់បានតែជារបស់យើងអត់ត្រូវការដីថៃ1មីលីម៉ែត្រទេមែនទេយើងទៀមទាយកតែអ្វីដែលជារបស់យើងទេហើយយើងការពារតែជាអ្វីដែលជារបស់យើងទេទស្សនៈសូនារាក៏អញ្ចឹងទស្សនៈសម្ដេចតេជោក៏អញ្ចឹងដែរទស្សនៈរដ្ឋាភិបាលខ្មែរទស្សនៈខ្មែរក៏អញ្ចឹងអាហ្នឹងឯងខ្ញុំនិយាយថាខ្មែរយើងតែងតែទៀមទាអ្វីដែលយើងមានអ្វីដែលយើងមានយើងត្រូវតែទៀមទាកាន់កាប់ការពារចុះថៃមិនដែលទៀមទាអ្វីដែលខ្លួនមានទេគឺវាទៀមទាអ្វីដែលមិនមែនជារបស់វាដូចចោលតែប្លន់អ្វីដែលជារបស់វាទេគឺវាប្លន់របស់គេអាហ្នឹងនៃយល់ស្រួលយល់ហ្នឹងចោលមិនដែលប្លន់ទូរស័ព្ទដៃខ្លួនឯងទេគឺវាទៀមទាប្លន់ទូរស័ព្ទដៃរបស់អ្នកដទៃថៃមិនដែលទៀមទាអ្វីដែលខ្លួនមានទេទឹកដីដែលវាមានវាកាន់កាប់ការពារបាន 100% គឺវាទៀមទាអ្វីដែលវាអត់មានអ្វីដែលវាអត់មានគឺទ្រព្យសម្បត្តិរបស់ខ្មែរដែលនៅជាប់ព្រំដែនដូចជាប្រាសាទដូចជាភ្នំព្រៃឈើសមុទ្រកោះអាហ្នឹងមិនមែនជារបស់វាទេមិនមែនជារបស់វាទេហេតុអីពីព្រោះបើសិនជាអត់ទទួលស្គាល់អត់ទៅយើងកុំខ្វល់ទៅថៃមិនទទួលស្គាល់មិនឲ្យតែពិភពលោកអន្តរជាតិទទួលស្គាល់មានន័យថាយើងការពារបរណភាពនៃស្របច្បាប់ខ្ញុំផ្ដល់យោបល់ទៅរដ្ឋាភិបាលថាបើសិនជាអន្តរជាតិទទួលស្គាល់គឺយើងវាច្បាស់យើងមានមូលដ្ឋានការពាររឹងមាំច្រើនជាងយើងចរចាទ្វេភាគីស្រពេចស្រពិលដែលយើងយកអារបស់ច្បាស់ទៅធ្វើជារបស់មិនច្បាស់វាប្រសើរជាងជឿសូមថាប្រសើរជាងមែនទេយ៉ាងហើយក៏យើងមានអន្តរជាតិពិភពលោកយើងធ្វើនយោបាយការទូតហ្នឹងពាក់ព័ន្ធថាថៃឆ្លៀនពៀនយើងអាចនិយាយថាថៃឆ្លៀនពៀនបានប៉ុន្តែបើយើងមិនច្បាស់ថៃក៏មានការទូតគេខ្លាំងដែរគេយើងមិនអាចទៅថាបានបើយើងច្បាស់តឡាការអន្តរជាតិសម្រាប់ថៃឆ្លៀនពៀនដោយប្រាសាទព្រះវិហារអញ្ចឹងពិភពលោកថាថៃឆ្លៀនពៀនហេតុអីដោយសារតែយើងឈ្នះក្តីកុំខ្វល់ថាថៃទទួលស្គាល់មិនទទួលស្គាល់បើថៃមិនទទួលស្គាល់ច្បាប់អន្តរជាតិគឺថៃទទួលស្គាល់ថាខ្លួនជាចៅឆ្លៀនពៀនទឹកដីព្រៃចំណេះ